នេះគឺជាវីដេអូសម្រាប់អ្នកសិក្សាភាសាអង់គ្លេសនៅក្នុងវីដេអូនេះខ្ញុំសូមលើកយកពាក្យចំនួន10ដែលនិយាយអំពីមុខម្ហូបពាក្យទី1នេះមានមួយព្យាង្គដែលយើងអានថា fish ដែលមានន័យជាភាសាខ្មែរថាត្រីពាក្យទី2នេះមានមួយព្យាង្គដែលយើងអានថា duck ដែលមានន័យជាភាសាខ្មែរថាសាច់ទាពាក្យទី3នេះមានពីរព្យាង្គដែលយើងអានថា chicken ដែលមានន័យជាភាសាខ្មែរថាសាច់មាន់ពាក្យទី4នេះមានមួយព្យាង្គដែលយើងអានថា pork ដែលមានន័យជាភាសាខ្មែរថាសាច់ជ្រូកពាក្យទី5នេះមានមួយព្យាង្គដែលយើងអានថា beef ដែលមានន័យជាភាសាខ្មែរថាសាច់គោពាក្យទី6នេះមានមួយព្យាង្គដែលយើងអានថា crab ដែលមានន័យជាភាសាខ្មែរថាក្តាមពាក្យទី7នេះមានពីរព្យាង្គដែលយើងអានថា lobster ដែលមានន័យជាភាសាខ្មែរថាបង្កងពាក្យទី8នេះមានមួយព្យាង្គដែលយើងអានថា squid ដែលមានន័យជាភាសាខ្មែរថាមឹកពាក្យទី9នេះមាន3ព្យាង្គដែលយើងអានថា sausages ដែលមានន័យជាភាសាខ្មែរថាសាច់ក្រកនៅពាក្យទី10ចុងក្រោយនេះមានមួយព្យាង្គដែលយើងអានថា lamb ដែលមានន័យជាភាសាខ្មែរថាសាច់ចៀមសាកល្បងបកប្រែដោយខ្លួនឯងជួបគ្នានៅក្នុងវីដេអូបន្ទាប់